នេះជួយរំលឹកយើងថាយើងជាគ្រីស្ទបរិស័ទយើងត្រូវព្យាយាមរស់នៅតាមជំនឿរបស់យើងដោយព្រះនាងម៉ារីនិងសន្តយូសេបដែលជាគំរូរបស់យើងពេលណាយើងនិយាយអំពីរស់នៅតាមជំនឿបងប្អូនដឹងហើយគឺមានការចូលរួមក្នុងពិធីបុណ្យសក្ការៈបូជាថ្វាយពីបូជាដែលយើងធ្វើនៅពេលនេះមានការព្យាយាមអធិដ្ឋានដោយកោតសរសើរលើដំណើរព្រះជាម្ចាស់ឬអង្វរអញ្ចឹងទៅហើយនឹងដោយមានចិត្តមេត្តាករុណាដល់បងប្អូនដែលយើងជួបជារៀងរាល់ថ្ងៃចឹងនេះជាគំរូដែលយើងបានទទួលមកពីព្រះនាងម៉ារីនិងសន្តយូសេបនិងជាគំរូដែលយើងទទួលមកពីព្រះយេស៊ូវផ្ទាល់តែម្ដងចឹងខ្ញុំសង្ឃឹមថាពេលណាយើងមានព្រះវិហារនេះយើងបានប្រទានពរហើយពេលណាបងប្អូនឮសំឡេងជួងសូមប្រញាប់មកព្រះវិហារដើម្បីចូលរួមពិធីបុណ្យមិនយើងបានប្រទានពរនៅលើជួងជាសញ្ញាដើម្បីដាស់ស្មារតីយើងឲ្យដឹងថាពេលណាយើងធ្វើបុណ្យអភិបូជាពេលណាយើងមានកម្មវិធីអធិដ្ឋានពេលណាយើងមានពិធីបុណ្យសពពេលណាយើងមានពិធីអគ្គសញ្ញាពីពីពីអញ្ចឹងទៅអញ្ចឹងជួងជាសញ្ញាដើម្បីដាស់ស្មារតីយើងខ្ញុំលោកឪពុកបូរីដែលជាបូជាចារទទួលខុសត្រូវនៅទីនេះខ្ញុំសូមនិយាយខ្លះៗអំពីប្រវត្តិព្រះសហគមន៍នៅកៅសីមានេះព្រះសហគមន៍នៅទីនេះវាកកើតនៅក្នុងឆ្នាំ2016នៅក្នុងឆ្នាំ2016នេះគឺមានបងប្អូនគ្រីស្ទបរិស័ទ4នាក់មកពីប្រទេសវៀតណាមគាត់មកប្រកាសដំណឹងល្អនៅទីនេះសូមផ្ទះដែរខ្លាំងៗសម្រាប់គាត់នៅក្នុងឆ្នាំ2016ដដែលបងប្អូនខិតខំប្រកាសដំណឹងល្អនៅទីនេះដោយមានលោកឪពុកហ៊ាន់សូមលោកឪពុកហ៊ាន់ចូលបន្តិចលោកឪពុកហ៊ាន់ជាអ្នកទទួលខុសត្រូវនៅក្នុងខេត្តមណ្ឌលគិរីទាំងមួយសូមផ្ទះដៃអរគុណលោកឪពុកហ៊ាន់នៅក្នុងឆ្នាំ2016នោះលោកឪពុកហ៊ាន់ទោះបីគាត់ទទួលខុសត្រូវច្រើនព្រះសហគមន៍នៅមណ្ឌលគិរីមិនស្រួលធ្វើដំណើរទេនៅពេលនោះក៏មិនដែរលោកឪពុកបានខិតខំប្រឹងប្រែងមកអប់រំជំនឿមកជួបបងប្អូននៅទីនេះហើយនេះខ្ញុំសូមអរគុណលោកឪពុកមែនទែនបើសិនបើមានលោកឪពុកប្រហែលខ្ញុំក៏អត់មានឱកាសនៅទីនេះដែរហើយនេះវត្តមានលោកឪពុកហ៊ាន់ក្នុងឆ្នាំ2016នោះគឺជាពេលវេលាដ៏សំខាន់គឺជាពេលវេលាដ៏ល្អហើយនៅក្នុងឆ្នាំ2017រហូតដល់ឆ្នាំ2019គឺមានវត្តមានលោកឪពុកហ្វ្រង់ស៊អេមេស្ដាល់ក្រុមម៉េបដែលបានមកបន្តពីលោកឪពុកហ៊ាន់ទោះបីគាត់អត់បានមកទីនេះសូមផ្ទះដៃអរគុណលោកឪពុកហ្វ្រង់ស៊មួយដែរនិងខ្ញុំបាទលោកឪពុកបូរីខ្ញុំបានទទួលខុសត្រូវព្រះសហគមន៍នៅទីនេះក្នុងឆ្នាំ2019ជាបូជាចារទទួលខុសត្រូវក្រោមលោកកាវុនលោកឪពុកព្រីណូជាអភិបាលគាត់បានចាត់ខ្ញុំឲ្យមកទីនេះនិងខ្ញុំទទួលខុសត្រូវទីនេះជាបូជាចារដែលទទួលខុសត្រូវពីឆ្នាំ2019រហូតមកដល់សប្តាហ៍ថ្ងៃសូមផ្ទះដៃខ្ញុំមួយដែរអំពីការសាងសង់ព្រះវិហារជាតួព្រះវិហារនិងសំទោស260000ទាំងបេតុងទាំងអីទាំងអស់នឹងធ្វើរបងនៅខាងក្រៅព្រះវិហារបងប្អូនឃើញមានរបងស្អាតក៏ពិតខ្ញុំអត់មានកម្រងធ្វើទេក៏ប៉ុន្តែដោយសារបើសិនបើមានក៏អត់ស្អាតដែរវាអស់$21,500និងជើងជួងដែលបងប្អូនបានឃើញនៅទីនេះគឺមានគ្រីស្ទបរិស័ទម្នាក់ដែលបានធ្វើកាដូជួងឲ្យខ្ញុំនិងមានអាន់ប៊ីងគាត់បានឲ្យរូបចម្លាក់លោកយូសេបនាងម៉ារី$3,000ជាងនឹងមានបងម្នាក់ដែលគាត់នឹងជួយកៅអីខ្ញុំដែរសម្រាប់ជាង$1,000ដែរមានខ្ញុំអៀនលោកឪពុកឆាត់សេរីដែលថាមានគ្រីបរិស័ទផ្សារតូចលួចជួយខ្ញុំមានគ្រីបរិស័ទពីផ្សារតូចបានជួយខ្ញុំជួយទិញឈើឆ្កាងជួយទិញព្រះពន្លានិងដំណើរឈើឆ្កាងទាំងអស់គឺពីគ្រីស្ទបរិស័ទរបស់លោកឆាត់សេរីពីផ្សារតូចខ្ញុំធ្វើផ្លូវសម្រាប់ធ្វើផ្លូវបេតុងទាំងអីទាំងអស់ដែរនិងធ្វើជើងស៊ីថែនទឹកនិងបុកដងធ្វើកៅអីទាំងអស់ហើយនេះសរុបទាំងអស់ព្រះវិហារនេះ
គឺខ្ញុំចាយលុយ30,6,800 30,6,800 អត់តាន់មានកៅអីតាន់មានអីច្បាស់លាស់ទេ